ជំរាបសួរប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយដែលប៉ះពាល់ដល់អាយុជីវិតនិងសុខភាពរបស់យើងដោយផ្ទាល់នោះគឺសុខភាពបេះដូងរបស់យើងគឺជាសរីរាង្គដ៏សំខាន់បំផុតមួយដែលធ្វើការមិនចេះឈប់ឈរពេញមួយជីវិតរបស់យើងប៉ុន្តែតើយើងពិតជាបានយកចិត្តទុកដាក់ចំពោះវាគ្រប់គ្រាន់ហើយឬនៅជារឿយៗយើងតែងតែមានទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលមើលទៅហាក់ដូចជាមិនអីប៉ុន្តែតាមពិតទៅវាបាននឹងកំពុងបំផ្លាញបេះដូងរបស់យើងបន្តិចម្ដងដោយមិនដឹងខ្លួនក្នុងវីដេអូនេះយើងនឹងលាតត្រដាងនៅទម្លាប់មិនល្អចំនួន6យ៉ាងដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូងរបស់អ្នកការយល់ដឹងអំពីទម្លាប់ទាំងនេះនឹងជួយអ្នកឲ្យអាចធ្វើការផ្លាស់ប្ដូរចាំបាច់ដើម្បីការពារបេះដូងរបស់អ្នកឲ្យរឹងមាំនិងមានសុខភាពល្អតោះកុំឲ្យខាត់ពេលយូរតោះយើងចាប់ផ្ដើមទាំងអស់គ្នា 1. ការជក់បារីទម្លាប់ទី1និងជាទម្លាប់ដ៏គ្រោះថ្នាក់បំផុតសម្រាប់បេះដូងគឺការជក់បារីរាល់ពេលដែលអ្នកស្រូបផ្សែងបារីចូលទៅក្នុងខ្លួនអ្នកកំពុងនាំយកសារធាតុគីមីដ៏គ្រោះថ្នាក់ជាង 7,000 មុខចូលទៅក្នុងប្រព័ន្ធឈាមរបស់អ្នកក្នុងចំណោមនោះសារធាតុដូចជានីកូទីននិងកាបូនម៉ូណុកស៊ីតគឺជាឃាតករលាក់មុខសម្រាប់បេះដូងផលប៉ះពាល់នីកូទីនបណ្ដាលឲ្យសរសៃឈាមរបស់អ្នករុញតូងហើយបង្កើនអត្រាចង្វាក់បេះដូងនិងសម្ពាធឈាមភ្លាមៗចំណែកឯកាបូនម៉ូណុកស៊ីតវិញកាត់បន្ថយបរិមាណអុកស៊ីហ្សែនដែលឈាមអាចដឹកជញ្ជូនទៅកាន់បេះដូងនិងជាលិកាផ្សេងៗក្នុងរាងកាយនេះមានន័យថាបេះដូងរបស់អ្នកត្រូវតែធ្វើការខ្លាំងជាងធម្មតាដើម្បីបូមឈាមដែលមានអុកស៊ីហ្សែនមិនគ្រប់គ្រាន់ទៅចិញ្ចឹមរាងកាយទាំងមូលហានិភ័យរយៈពេលលើសមួយការជក់បារីរ៉ាំរ៉ៃបណ្ដាលឲ្យសរសៃឈាមរឹងនិងក្រាស់ដែលគេហៅថា atherosclerosis នេះធ្វើឲ្យសរសៃឈាមងាយស្ទះដោយបន្ទះខ្លាញ់ដែលអាចនាំឲ្យមានជំងឺកាំងបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺសរសៃឈាមគ្រឿងកាយសូម្បីតែការស្រូបផ្សាយបារីពីអ្នកដទៃក៏ដោយក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដែលនៅជុំវិញខ្លួនអ្នកដែរដំណោះស្រាយវិធីល្អបំផុតដើម្បីការពារបេះដូងពីផលប៉ះពាល់របស់ការជក់បារីគឺឈប់ជក់បារីទាំងស្រុងវាអាចជាការលំបាកប៉ុន្តែជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់សុខភាពរបស់អ្នក 2. បណ្ដោយខ្លួនឲ្យធាត់ជ្រុលទម្លាប់ទី2គឺការបណ្ដោយខ្លួនឲ្យធាត់ជ្រុលភាពធាត់ជ្រុលគឺជាកត្តាហានិភ័យដ៏សំខាន់មួយសម្រាប់ជំងឺបេះដូងវាមិនត្រឹមតែជាបញ្ហានៃរូបរាងខាងក្រៅប៉ុណ្ណោះទេប៉ុន្តែជាសញ្ញាបញ្ជាក់ថាមានបញ្ហាសុខភាពផ្ទៃក្នុងដ៏ធំមួយផលប៉ះពាល់នៅពេលដែលអ្នកមានទម្ងន់លើសរាងកាយត្រូវតែធ្វើការខ្លាំងជាងមុនដើម្បីបូមឈាមទៅចិញ្ចឹមជាលិកាបន្ថែមនេះដាក់បន្ទុកយ៉ាងខ្លាំងលើបេះដូងដែលអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់កម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL កើនឡើងនិងកម្រិតជាតិស្ករក្នុងឈាមកើនឡើងទាំងនេះសុទ្ធតែជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូងហានិភ័យផ្សេងទៀតភាពធាត់ជ្រុលក៏អាចនាំឲ្យមានបញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែមប្រភេទទី2ដែលជាមូលហេតុចម្បងនៃការខូចខាតសរសៃឈាមនិងបេះដូងវាក៏អាចបង្កឲ្យមានការរលាករ៉ាំរ៉ៃក្នុងរាងកាយដែលធ្វើឲ្យខូចខាតសរសៃឈាមផងដែរដំណោះស្រាយដើម្បីការពារបេះដូងរបស់អ្នកសូមព្យាយាមរក្សាទម្ងន់ឲ្យបានត្រឹមត្រូវនេះអាចធ្វើបានតាមរយៈរបបអាហារដែលមានទម្លាក់តុងសម្បូរដោយបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងការធ្វើលំហាត់ប្រាណជាប្រចាំសកម្មភាពរាងកាយកម្រិតមាយដូចជាការដើរលឿនៗ30នាទីក្នុងមួយថ្ងៃគឺពិតជាមានប្រយោជន៍ណាស់ 3. ការញ៉ាំសាច់ជាក់លាក់មួយចំនួនលើសកម្រិតទម្លាប់ទី3គឺការញ៉ាំសាច់ជាក់លាក់មួយចំនួនពិសេសគឺសាច់រង់និងសាច់កែច្នៃទោះបីជាសាច់ជាប្រភពប្រូតេអ៊ីនដ៏ល្អក៏ដោយក៏ការញ៉ាំច្រើនពេកនៃសាច់មួយចំនួនអាចបង្កគ្រោះថ្នាក់ដល់បេះដូងបានផលប៉ះពាល់សាច់រង់ជាច្រើនប្រភេទដូចជាសាច់គោសាច់ជ្រូកនិងសាច់កែច្នៃដូចជាសាច់ក្រកបេកុងសាច់សូវីគឺសម្បូរទៅដោយខ្លាញ់ឆ្អែតកូឡេស្តេរ៉ុលនិងសូឌីយ៉ូមអំបិលខ្ពស់ខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ុលអាចបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ក្នុងឈាមដែលនាំឲ្យមានការកកើតបន្ទះខ្លាញ់ស្ទះសរសៃឈាមចំណែកអំបិលខ្ពស់ក្នុងសាច់កែច្នៃវិញអាចបណ្ដាលឲ្យលើសឈាមហានិភ័យការទទួលទានសាច់ទាំងនេះច្រើនពេកជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺមហារីកមួយចំនួនដំណោះស្រាយសូមកាត់បន្ថយការទទួលទានសាច់រង់និងសាច់កែច្នៃជំនួសមកវិញសូមជ្រើសរើសប្រភពប្រូតេអ៊ីនគ្មានខ្លាញ់ដូចជាសាច់មាន់គ្មានស្បែកត្រីពិសេសត្រីសាឡម៉ុនដែលសម្បូរអូមេហ្គា3សណ្តែកដីសណ្តែកសូយឬផលិតផលទឹកដូងមានជាតិខ្លាញ់ទិញការញ៉ាំបន្លែផ្លែឈើនិងគ្រាប់ធញ្ញជាតិឲ្យបានច្រើនក៏ជាផ្នែកមួយដ៏សំខាន់នៃរបបអាហារល្អសម្រាប់បេះដូងដែរការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនជ្រុលទម្លាប់ទី4គឺការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើនជ្រុលសម្រាប់មនុស្សជាច្រើនកាហ្វេឬភេសជ្ជៈប៉ោនកម្លាំងគឺជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ចាប់ផ្ដើមថ្ងៃឬបន្តធ្វើការប៉ុន្តែការទទួលទានកាហ្វេអ៊ីនច្រើនជ្រុលអាចមានផលប៉ះពាល់អវិជ្ជមានចំពោះបេះដូងពិសេសចំពោះអ្នកដែលមានភាពរ៉ាសីឬមានបញ្ហាបេះដូងពីមុនមក
ផលប៉ះពាល់ដោយផ្ទាល់កាហ្វេអ៊ីនអាចបណ្ដាលឲ្យចង្វាក់បេះដូងលោតញាប់ឬលោតខុសប្រក្រតី palpitations និងបង្កើនសម្ពាធឈាមបណ្ដោះអាសន្នការទទួលទានច្រើនពេកក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាចចុះខ្សោយនិងគេងមិនលក់ផងដែរការគេងមិនលក់រ៉ាំរ៉ៃគឺជាកត្តាហានិភ័យមួយទៀតសម្រាប់ជំងឺបេះដូងហានិភ័យចំពោះមនុស្សជាច្រើនការទទួលទានកាហ្វេក្នុងកម្រិតមាយប្រហែលជា2ទៅ3កែវក្នុងមួយថ្ងៃគឺមិនបង្កគ្រោះថ្នាក់ទេប៉ុន្តែចំពោះអ្នកដែលមានជំងឺបេះដូងឬអ្នកដែលមានភាពរសេីទៅដោយកាហ្វេអ៊ីនការទទួលទានច្រើនពេកអាចដាក់បន្ទុកលើបេះដូងនិងបង្កឲ្យមានបញ្ហាដំណោះស្រាយសូមត្រួតពិនិត្យការទទួលទានកាហ្វេអ៊ីនរបស់អ្នកត្រូវដឹងអំពីកម្រិតដែលរាងកាយរបស់អ្នកអាចទ្រាំទ្របានជៀសវាងការទទួលទានកាហ្វេអ៊ីននៅពេលល្ងាចឬជិតពេលចូលគេងដើម្បីធានាថាអ្នកអាចគេងលក់គ្រប់គ្រាន់ផងប្រសិនបើអ្នកមានអារម្មណ៍ថាបេះដូងលោតញាប់ឬសម្ពាធឈាមឡើងបន្ទាប់ពីផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនសូមពិសាជាមួយគ្រូពេទ្យការញ៉ាំគ្រឿងស្រាច្រើនជ្រុលទម្លាប់ទី6គឺការញ៉ាំគ្រឿងស្រាច្រើនជ្រុលខណៈដែលការទទួលទានគ្រឿងស្រាក្នុងកម្រិតមាយអាចដឹកបានកញ្ចាត់ថាมันមានគ្រោះថ្នាក់ចំពោះមនុស្សអចម្តាពេញមួយចំនួនប៉ុន្តែការផឹកច្រើនហួសកម្រិតគឺពិតជាមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពបេះដូងផលប៉ះពាល់ដោយផ្ទាល់ការទទួលទានគ្រឿងស្រាច្រើនអាចបង្កើនសម្ពាធឈាមនិងអាចបណ្ដាលឲ្យមានចង្វាក់បេះដូងលោតខុសប្រក្រតី arrhythmia ដូចជា atrial fibrillation ដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងករណីធ្ងន់ធ្ងរការផឹកស្រាច្រើនរ៉ាំរ៉ៃអាចបណ្ដាលឲ្យខូចខាតសាច់ម្ដុំបេះដូងដោយផ្ទាល់ដែលគេហៅថា alcoholic cardiomyopathy ហើយធ្វើឲ្យបេះដូងចុះខ្សោយមិនអាចបូមឈាមបានប្រកបដោយប្រសិទ្ធភាពផលប៉ះពាល់ដោយប្រយោគគ្រឿងស្រាមានកាឡូរីខ្ពស់ដែលអាចរួមចំណែកក្នុងការឡើងទម្ងន់ហើយជាផលបើទទួលបង្កើនហានិភ័យនៃភាពថត់ជ្រុលនិងជំងឺទឹកនោមផាមដែលសុទ្ធតែជាកត្តាហានិភ័យដ៏ធំមួយសម្រាប់ជំងឺបេះដូងដំណោះស្រាយប្រសិនបើអ្នកជាអ្នកទទួលទានគ្រឿងស្រាសូមផឹកក្នុងកម្រិតមាយប៉ុណ្ណោះសម្រាប់បុរសមិនគួរលើស2កែវក្នុងមួយថ្ងៃនិងសម្រាប់ស្ត្រីមិនគួរលើសពី1កែវក្នុងមួយថ្ងៃប្រសិនបើអ្នកមិនទាន់បានផឹកទេនោះជាការប្រសាដែលមិនត្រូវតែចាប់ផ្ដើមការកាត់បន្ថយឬឈប់ផឹកគ្រឿងស្រាអាចជួយកែលម្អសុខភាពបេះដូងរបស់អ្នកបានយ៉ាងច្រើនការអង្គុយយូរម៉ោងពេកទម្លាប់ទី6គឺការអង្គុយយូរម៉ោងពេកក្នុងយុគសម័យទំនើបនេះមនុស្សជាច្រើនបានចំណាយពេលច្រើនម៉ោងអង្គុយធ្វើការអង្គុយបើកបរឬអង្គុយលេងទូរស័ព្ទទម្លាប់នេះហាក់ដូចជាមិនអីប៉ុន្តែតាមពិតទៅវាអាចប៉ះពាល់ដល់បេះដូងរបស់អ្នកដោយមិនដឹងខ្លួនផលប៉ះពាល់ការសិក្សាជាច្រើនបានបង្ហាញថាការអង្គុយយូររួមចំណែកក្នុងហានិភ័យខ្ពស់នៃជំងឺបេះដូងជំងឺទឹកនោមផ្អែមប្រភេទទី2និងជំងឺធាត់ជ្រុលនៅពេលដែលអ្នកអង្គុយយូរការរំលាយក្លិននិងស្ករក្នុងរាងកាយរបស់អ្នកដំណើរការមិនសូវល្អដែលអាចនាំឲ្យមានការកកើតបន្ទះក្លិនក្នុងសរសៃឈាមនិងបង្កើនកម្រិតជាតិស្ករក្នុងឈាមបេះដូងចុះខ្សោយការមិនធ្វើសកម្មភាពរាងកាយជាប្រចាំធ្វើឲ្យបេះដូងរបស់អ្នកមិនចាំបាច់ធ្វើការខ្លាំងហើយយូរទៅសាច់ម្ដុំបេះដូងរបស់អ្នកអាចចុះខ្សោយនិងបាត់បង់សមត្ថភាពក្នុងការបូមឈាមប្រកបដោយប្រសិទ្ធភាពហានិភ័យទោះបីជាហាត់លំហាត់ក៏ដោយប្រសិនបើអ្នកជាអ្នកហាត់លំហាត់ជាប្រចាំក៏ប្រសិនបើពួកគេចំណាយពេលច្រើនម៉ោងក្នុងការអង្គុយក៏នៅតែមានហានិភ័យខ្ពស់នៃជំងឺបេះដូងផងដែរដំណោះស្រាយសូមព្យាយាមកាត់បន្ថយពេលវេលាដែលអ្នកអង្គុយក្រោកឈរឬដើរបន្តិចបន្តួចរៀងរាល់30នាទីទៅ1ម៉ោងម្ដងប្រាក់ចន្ទាចំនួនចន្ទាយន្តដើរទៅធ្វើការប្រសិនបើអាចឬដើរលេងនៅពេលសម្រាកការធ្វើលំហាត់ប្រាណជាប្រចាំ20ទៅ30នាទីក្នុងមួយថ្ងៃក៏ជាការសំខាន់ផងដែរប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាទាំងនេះគឺជាទម្លាប់មិនល្អចំនួន6យ៉ាងដែលអាចបំផ្លាញសុខភាពបេះដូងរបស់អ្នកដោយមិនដឹងខ្លួនការយល់ដឹងអំពីទម្លាប់ទាំងនេះគឺជាជំហានដំបូងដ៏សំខាន់ក្នុងការប្រៀងប្រយ័ត្នខ្លួនឯងសូមចាំថាបេះដូងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នកនិងការថែរក្សាវាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតដ៏វែងអង្វែងនិងប្រកបដោយសុភមង្គលគម្រោងចាំរហូតដល់មានបញ្ហាធ្ងន់ធ្ងរទើបចាប់ផ្ដើមយកចិត្តទុកដាក់សូមចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់តូចតាចប្រចាំថ្ងៃរបស់អ្នកពីថ្ងៃនេះទៅដើម្បីទទួលបានបេះដូងរឹងមាំនិងសុខភាពល្អប្រសើរប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច like share និង subscribe Channel របស់យើងដើម្បីទទួលបានវីដេអូអប់រំល្អៗជាច្រើនទៀតសូមអរគុណសម្រាប់ការទស្សនាសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ